បងចំណុចមួយតែបងឯងទៅប្រាប់អូនថាបងឯងស្ដាយបាទបានដឹងមុនបាទចេះឆ្ងល់ចេះអាំងតាមបរាំងឈប់តាណាយើងដែរមិនក៏គេកង់និយាយច្រើនជាងយើងដោយសារតែគេយាមដល់ពេលគេយាមគេបានថ្ងៃឈប់ថែមយកយើងអើបើបានអានដឹងដល់ពេលឲ្យធម្មតាគេឲ្យយើងក្នុងរយៈពេល6ខែគេឲ្យ12ទៅ15ថ្ងៃថ្ងៃយើងឈប់អត់គិតសៅទឹកអត់គិតថ្ងៃបនទេត្រូវហើយបើយើងធ្វើការមួយឆ្នាំអញ្ចឹងយើងមានថ្ងៃឈប់ក្នុងប្រហែលជាក្នុង25ថ្ងៃដែរអញ្ចឹងប៉ុន្តែបើយើងយាមយើងធ្វើការយើងយាមអានឹងគេឲ្យថែមទៀតឧទាហរណ៍កាយសុពលភាពបានតែ3ខែយើងឡើងហួរយើងជិះចាប់ហើយបានយើងដាក់ទៅគូបរីអញ្ចឹងវាខាតថ្ងៃបងយាមហើយបើដឹងអញ្ចឹងគឺផុត3ខែគេចោលអាហ្នឹងអញ្ចឹងបើយើងយាមថ្ងៃសុក្ររហូតវិញបើយើងយាមថ្ងៃសុក្រគឺគេឲ្យយើងហ្វ្រីមួយថ្ងៃអញ្ចឹងយើងក្នុងរយៈពេល3ខែទៅមុខយើងចង់យកជុំឯណាបានដែរថ្ងៃសុក្របើយើងយាមថ្ងៃសៅរ៍គេឲ្យមួយថ្ងៃកន្លះយល់ហើយអញ្ចឹងយើងបើយើងឈប់បានយាមសៅរ៍2ដងយើងឈប់បាន3ថ្ងៃបាត់ហើយបើយើងយាមថ្ងៃសៅរ៍2ដងយើងចំណេញអត់3ថ្ងៃបាត់ហើយអញ្ចឹងថ្ងៃក្រោយយើងឈប់តែ3ថ្ងៃចំណេញបាត់ហើយហើយបើយើងយាមចំថ្ងៃអាទិត្យគេសងឲ្យមួយថ្ងៃទៀតហើយថ្ងៃបំទៀនទៀតអញ្ចឹងឈប់ច្រើនណាបានឈប់ច្រើនប៉ុន្តែសុពលភាព3ខែទេយើងមិនលើចំណុចហ្នឹងមួយអត់ដឹងថាសុពលភាព3ខែយើងគិតថាចាំយើងចាប់ស្តា6ខែឬក៏1ឆ្នាំមានសរម្ដងមានណាយើងបានកងសេឈប់ប្រចាំឆ្នាំហ្នឹងដល់ពេលឈប់សម្រាប់ដែលគេសងយើងយាមថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យពហុបាត់អញ្ចឹងបានយើងឈប់តិចជាងគេអញ្ចឹងជាសំខាន់អ្នកដែលពុំទៅនៅទេវតាឬក៏អ្នកធៀបមកហ្នឹងសំខាន់មួយដែរអញ្ចឹងពេលដាក់កងសេហ្នឹងបើយើងបានយាមប៉ះសៅរ៍ថ្ងៃអាទិត្យអីយើងគួរតែដាក់អាហ្នឹងទៅយើងកុំដាក់ថ្ងៃកុងសេយើងបើយើងចង់ឈប់យើងដាក់នេះត្រូវដាក់រូបកូពេរ៉េដូចគេទៅវាថាយើងយកអាថ្ងៃយាមដើម្បីឲ្យគេសងយើងកុំប្រើអាកុងសេដែលគេឲ្យអាកុងសេដែលឲ្យចាំប្រើពេលក្រោយវិញយល់ហើយបាទនោះវាសុពលភាពរហូតក្នុងរយៈពេល6ខែបាទនោះសុពលភាពតែ3ខែទេម្ដង6ខែម្ដង6ខែមានអីបន្ថែមទៀតអត់បើអាហ្នឹងវាសុពលភាពតាមកន្លែងជប់6ខែប៉ុន្តែបើយើងនៅពេទ្យដដែលមួយឆ្នាំពេញអាហ្នឹងអាចបើយើងអត់ឈប់សោះក្នុងឆមាសទី1យើងយកអាថ្ងៃអត់ឈប់សោះទៅដាក់នៅឆមាសទី2បានយល់ហើយតែអាតែគូបរេជាពិសេសគឺថ្ងៃតែគូបរេថ្ងៃសថ្ងៃយាមអាហ្នឹងសុពលភាព3ខែ3ខែទេអាហ្នឹងបើយើងអត់ប្រើគឺផុសតែអត់មានអ្នកប្រាប់ទេអាហ្នឹងតោះតែគេឲ្យលក្ខខណ្ឌតែយើងអត់អានទេអត់អាន